Ok, trongថ្ងៃនេះគឺយើងនឹងសិក្សាទៅលើពីសមាជិកគ្រួសារអូខេអញ្ចឹងសមាជិកគ្រួសារជាភាសាអង់គ្លេសគឺ family members អូខេអញ្ចឹងឥឡូវយើងនឹងសិក្សាទៅលើពាក្យទាំងអស់នេះជាមួយគ្នាអញ្ចឹងពាក្យទី1គឺអានថា mother mother ប្រែថាម្ដាយ father ឪពុក parents ឪពុកម្ដាយ brother បងប្អូនប្រុស sister បងប្អូនស្រី siblings បងប្អូនបង្កើត husband ប្តី wife ប្រពន្ធ son កូនប្រុស daughter កូនស្រី grandmother យាយឬក៏ជីដូន grandfather តាជីតា grandparents ជីដូនជីតា uncle ពូអ៊ំប្រុស aunt មីងអ៊ំស្រី cousin បងប្អូនជីដូនមួយ nephew ក្មួយប្រុស niece ក្មួយស្រី father in law ឪពុកក្មេក mother in law ម្ដាយក្មេក brother in law បងប្អូនប្រុសថ្លៃ sister in law បងប្អូនស្រីថ្លៃ step mother ម្ដាយចុង step father ឪពុកចុង step brother បងប្អូនប្រុសចុង step sister បងប្អូនស្រីចុងអូខេអញ្ចឹងនេះគឺជាពាក្យទាក់ទងនឹងសមាជិកគ្រួសារអូខេជួបគ្នានៅវីដេអូក្រោយ